សួស្តីបងប្អូនទាំងអស់គ្នាអ្នកខ្លះចង់ដាំម្លិះក៏មិនដឹងធ្វើម៉េចបានពូជម្លិះទៅដាំតោះទៅមើលជាមួយខ្ញុំបានបងប្អូនហើយប្រពន្ធខ្ញុំគាត់ស្រឡាញ់ផ្កាម្លិះអញ្ចឹងមិញខ្ញុំសុំគេបានមួយម៉ែកវែងចេះវាតគ្នាណាហើយខ្ញុំយកមកបដោះឫសវាបេះស្លឹកវាចោលអស់អាស្លឹកលើនេះទុកវាមួយកណាត់ស្លឹកអញ្ចឹងណាបងប្អូនបាទយើងកាត់វាពាក់កណ្ដាលស្លឹកអញ្ចឹងឲ្យវាមានស្លឹកខ្លះបាទហើយបងប្អូនកាត់ខ្លីជាងនឹងក៏បានហើយអានេះដីដាំខ្ញុំដាក់ដីដាំខ្ញុំចូលក្នុងដបហើយកាត់ប្រហោងគូតដបខ្លះផងហើយបតក់ទឹកខ្លះទៅបាទមិនជោគពេកទេហើយខ្ញុំយកប៊ិចនេះដោតជារុនមួយសិនទៅហើយខ្ញុំដាក់វាទាំងពីរដើមចូលចឹងទៅបាទហើយយើងនឹងហាប់វាឲ្យណែនទៅណាបាទប៉ុណ្ណឹងយើងច្រកថងវាមួយជាន់ទៀតហើយទុកនៅក្នុងម្លប់យើងធ្វើបែបនេះដើម្បីឲ្យវាហប់វានឹងដុះឫសបាទអញ្ចឹងបងប្អូនណាយើងចងវាឲ្យចិត្តល្អហើយយើងដាក់វានៅកន្លែងមានពលឺតែត្រជាក់បាទកុំឲ្យដាក់កន្លែងមានត្រជាក់ហើយល្ងឹតវាត្រូវការពលឺដើម្បីಸಂយោគចំណីអាហារពីពលឺព្រះអាទិត្យមកចិញ្ចឹមដើមវាឲ្យដុះឫសប៉ុណ្ណឹងបងប្អូនបានម្លិះដាំហើយតទៅនេះគឺជាវីដេអូបន្ថែមបងប្អូនកាត់តួងម្លិះណាដែលឆ្លោះល្អមិនចាស់ពេកហើយក៏មិនខ្ចីពេកបន្ទាប់មកបងប្អូនកាត់យកតែដើមវាបេះស្លឹកវាចេញទុកស្លឹកតិចតួចបាទហើយដើម្បីឲ្យងាយស្រួលល្អមកកាត់ស្លឹកពាក់កណ្ដាលចេញចឹងទៅហើយត្រាំទឹកវាបន្តិចចឹងទៅយកដីដាំយកមកដាក់ចូលក្នុងកែវទឹកអំពៅឬក៏បងប្អូនមានសកៃដូងម៉ត់ក៏អាចប្រើបានដូចគ្នាហើយយើងក៏យកមេឃម្លិះហ្នឹងដោតចូលឲ្យជិតដល់បាតកែវបង្ហាប់ដីវាឲ្យណែនល្អបាទហើយយើងដាក់បែបនេះឲ្យអស់ចឹងទៅដីយើងគួរដាក់ឲ្យបានពេញកែវបាទអញ្ចឹងបងប្អូនមានថង់តូចក៏ប្រើបានហើយដបទឹកសុទ្ធតូចក៏កាត់ដាក់បានដូចគ្នាចំណុចសំខាន់គឺស្លឹកវាកាត់ពាក់កណ្ដាលហើយតងកុំកាត់វែងពេកបាទប្រហែលមួយចំអាមអញ្ចឹងទៅដោតចូលកែវរួចរាល់ហើយស្រោចទឹកវាហើយបងប្អូនយកតង់ផ្លាស្ទិកធំមួយបាទថង់ផ្លាស្ទិកដែលវាជិតខ្យល់ល្អបងប្អូនលើកវាយកទៅដាក់ចូលក្នុងថង់នឹងហើយក៏យើងចងមាត់វាឲ្យជិតបាទបន្ទាប់មកយើងយកវាទៅទុកក្នុងម្លប់ដែលមានពលឺអត់អាចទុកកន្លែងល្ងឹតបានទេវាត្រូវការពលឺដើម្បីសំយោគជីវជាតិមកចិញ្ចឹមដើមវាហើយវាក៏បញ្ចេញឫសទុកក្នុងម្លប់រយៈពេល1ខែបងប្អូនអត់អាចបើកថង់ស្រោចទឹកទេគឺទុកវាទៅវាដុះហើយឥឡូវយើងមើលទាំងអស់គ្នា1ខែក្រោយមកគឺយើងលាងទឹកហ្នឹងគឺយើងនឹងឃើញឫសម្លិះចេញមកជ្រងបាទអញ្ចឹងសម្រាប់ចំការម្លិះធំគឺគេដាំដោយបំបែកពូជបែបនេះសិនជាបងប្អូនទិញគេអស់លុយច្រើនអញ្ចឹងបើមានដើមម្លិះហើយយើងអាចកាត់ធ្វើបែបនេះដើម្បីបំបែកវាឲ្យបានច្រើនគន្លឹះសំខាន់មានប៉ុណ្ណឹងបងប្អូនណាបាទសង្ឃឹមថាបងប្អូនយកទៅអនុវត្តបានជាប្រយោជន៍ហើយត្រូវការជីកប៉ុសដីដាំសាប៊ូក្រូចសើចទឹកឃ្មុំ EM ត្រៃកូរ៉ាម៉ាកាកស្ករហើយនឹងកូនដំណាំជាពិសេសកូនដូងផ្លែធំហ្នឹងហើយឈើហូបផ្លែដទៃទៀតក៏សូមតាក់ទងខ្ញុំតាម Telegram 077 63299 ឬក៏ឆាតចូល page iManKH ឬ account ណាក់នេះក្រោយពេលវាដុះឫសបងប្អូនអាចបដូរថូបាទដកចេញពីកែវទឹកអំពៅហ្នឹងយកមកដាំនៅថូធំបាទហើយមានសកៃដូងដុំប៉ុនម្រាមដៃដាក់ទ្រាប់បាតថូអញ្ចឹងទៅចាក់ដីដាំខ្ញុំចូលហើយក៏ដាំយកអញ្ចឹងទៅបាទអញ្ចឹងបងប្អូនរងចាំតបេះផ្កាម្លិះអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រនិងតាមដាន page iManKH